ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះនាងខ្ញុំសូមធ្វើការជូនព័ត៌មានបងប្អូនចាក៏ដូចជាការអាប់ដេតព័ត៌មានទាក់ទងទៅនឹងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរយើងសម្រាប់បងប្អូនដែលលោកធ្វើការចំណាក់ស្រុកឬមួយក៏លោកបន្តការសិក្សាចាឡើងមករៀននៅតាមរាជធានីភ្នំពេញឬក៏បន្តការសិក្សានៅតាមបណ្ដារាជធានីខេត្តយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃដែលបានចេញកាលពីថ្ងៃទី29ខែមិថុនាឆ្នាំ2026ទាក់ទងទៅនឹងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចារបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលលោកធ្វើការចំណាក់ស្រុកមានន័យថាធ្វើការឆ្ងាយពីស្រុកកំណើតចាកាលមុននៅពេលដែលបងប្អូនត្រូវការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីឬមួយក៏បងប្អូនបាត់អត្តសញ្ញាណប័ណ្ណឬមួយក៏មានការខូចខាតទៅលើអត្តសញ្ញាណប័ណ្ណដូចជាដាច់រហែកបាក់បែកអីចឹងទៅគឺត្រូវតែត្រឡប់ទៅធ្វើនៅឯទីលំនៅអចិន្ត្រៃយ៍មានន័យថានៅកន្លែងស្រុកកំណើតយើងនៅឆ្ងាយដែរចាតែឥឡូវតាមរយៈសេចក្តីជូនដំណឹងហ្នឹងមិនតម្រូវឲ្យបងប្អូនទៅធ្វើអត្តសញ្ញាណប័ណ្ណឆ្ងាយចាដែលនាំឲ្យមានការចំណាយទៅលើសហគមន៍ធ្វើដំណើរច្រើនខាតពេលវេលារបស់បងប្អូនចាក្រសួងមហាផ្ទៃបានសម្រួលឲ្យបងប្អូនអាចធ្វើអត្តសញ្ញាណប័ណ្ណបានសម្រាប់ប្រជាពលរដ្ឋខ្មែរយើងដែលលោកធ្វើការចំណាក់ស្រុកឆ្ងាយចាគឺនៅឆ្ងាយពីស្រុកកំណើតដែលលោកលំបាកនៅក្នុងការធ្វើដំណើរត្រឡប់ទៅវិញចាគឺអាចស្នើសុំអត្តសញ្ញាណប័ណ្ណថ្មីចាឬមួយក៏ស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណនៅស្នងការនគរបាលរាជធានីខេត្តដែលបងប្អូនកំពុងតែស្នាក់នៅឬមួយក៏បងប្អូនអាចទៅធ្វើនៅទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានដូចជានៅផ្សារទំនើប Aeon 2ចាផ្សារទំនើប Aeon 2នៅឯខាងខណ្ឌសែនសុខចាឬមួយក៏បងប្អូនអាចអញ្ជើញទៅផ្សារទំនើប Aeon 3ចានៅឯខាងខណ្ឌមានជ័យទី3គឺបងប្អូនអាចអញ្ជើញទៅធ្វើបាននៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មចាគឺនៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចានាងខ្ញុំសូមធ្វើការជម្រាបជូនបងប្អូនខ្លីៗចំនួន3ចំណុចសំខាន់សម្រាប់បងប្អូនដែលត្រូវការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីចាដោយដែលនាងខ្ញុំធ្លាប់បានជម្រាបជូនបងប្អូននៅក្នុងវីដេអូចាស់របស់នាងខ្ញុំហើយចាសម្រាប់បងប្អូនដែលដល់អាយុ15ឆ្នាំត្រូវស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាហ្នឹងគឺគេហៅថាជាការស្នើសុំលើដំបូងចាគឺបងភ្ជាប់ជាមួយនៅឯកសារសំខាន់ចំនួន2ចាដែលទី1ហ្នឹងគឺយើងរាប់ថាជាសម្បត្តិកំណើតចាករណីដែលបងប្អូនមានសម្បត្តិកំណើតត្រូវភ្ជាប់ជាមួយនៅសេចក្តីបញ្ជាក់សម្បត្តិកំណើតចាឬក៏សេចក្តីចម្លងសម្បត្តិកំណើតហ្នឹងហើយករណីដែលបងប្អូនមានសម្បត្តិបញ្ជាក់កំណើតគឺបងប្អូនត្រូវតែទៅចម្លងសម្បត្តិបញ្ជាក់កំណើតហ្នឹងសិនហើយទី2គឺតកតងទៅនឹងឯកសារសម្គាល់ការស្នាក់នៅដែលឯកសារសម្គាល់ការស្នាក់នៅហ្នឹងគឺមានចំនួន3ប្រភេទចាដែលប្រភេទទី1ហ្នឹងគឺជាសៀវភៅគ្រួសារចាករណីបងប្អូនមានសៀវភៅគ្រួសារឬក៏ករណីដែលបងប្អូនមានសៀវភៅស្នាក់នៅឬក៏អត់មានទេចាគឺបងប្អូនត្រូវតែមានលិខិតបញ្ជាក់ទីលំនៅមានឯកសារទាំងពីរដែលនាងខ្ញុំបានរៀបរាប់គឺបងប្អូនអាចថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីសម្រាប់អ្នកដែលដល់អាយុ15ឆ្នាំដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណចំណុចទី2សម្រាប់ករណីដែលបងប្អូនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាដែលជិតផុតសុពលភាពឬមួយក៏សុពលភាពនៅតិចជាង180ថ្ងៃចានាងខ្ញុំបញ្ជាក់ម្ដងទៀតនៅតិចជាង180ថ្ងៃក៏បងប្អូនអាចអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីបានដែរដែលបងប្អូនត្រូវភ្ជាប់ជាមួយនៅអត្តសញ្ញាណប័ណ្ណដែលផុតសុពលភាពចាឬមួយក៏ករណីដែលនៅសល់តិចជាង180ថ្ងៃបងប្អូនត្រូវភ្ជាប់ជាមួយនឹងអត្តសញ្ញាណប័ណ្ណដែលមានសុពលភាពតិចជាង180ថ្ងៃនោះបងប្អូនអាចថតអត្តសញ្ញាណប័ណ្ណបានហើយទី3តកតងទៅនឹងអត្តសញ្ញាណប័ណ្ណដែលបាត់ឬមួយក៏មានការបាក់បែកខូចខាតចាចំពោះបងប្អូនដែលបាត់អត្តសញ្ញាណប័ណ្ណដើម្បីអាចស្នើសុំថ្មីបានគឺបងប្អូនត្រូវតែភ្ជាប់ជាមួយនៅពាក្យបណ្ដឹងចាដែលបងប្អូនបានដាក់ដើម្បីយើងអាចថតអត្តសញ្ញាណប័ណ្ណថ្មីបានហើយសម្រាប់ករណីអត្តសញ្ញាណប័ណ្ណដែលមានដូចជាដាច់រហែកឬមួយក៏បាក់បែកខូចខាតហ្នឹងគឺបងប្អូនដើម្បីអាចថតអត្តសញ្ញាណប័ណ្ណថ្មីបានគឺបងប្អូនត្រូវតែភ្ជាប់ជាមួយនៅអត្តសញ្ញាណប័ណ្ណដែលមានការបាក់បែកខូចខាតហ្នឹងទៅបងប្អូនអាចថតអត្តសញ្ញាណប័ណ្ណថ្មីបានហើយនាងខ្ញុំក៏សូមជម្រាបជូនបងប្អូនដែរថាករណីដែលបងប្អូនចាអាចថតអត្តសញ្ញាណប័ណ្ណបាននៅគ្រប់ទីកន្លែងហ្នឹងគឺបងប្អូនត្រូវតែធានាថារាល់ព័ត៌មានដែលបងប្អូនបានប្រគល់ជូនទៅកាន់មន្ត្រីចុះបញ្ជីអត្តសញ្ញាណប័ណ្ណក៏ដូចជាមន្ត្រីដែលទទួលចុះបញ្ជីអត្តសញ្ញាណប័ណ្ណហ្នឹងគឺត្រូវតែធានាថារាល់ព័ត៌មានចាដែលបងប្អូនបានប្រគល់ជូនទៅកាន់មន្ត្រីចុះបញ្ជីអត្តសញ្ញាណប័ណ្ណ
គឺសតែជាព័ត៌មានដែលត្រឹមត្រូវមិនមានការក្លែងបន្លំនៅរាល់ព័ត៌មានទាំងអស់នោះឡើយករណីដែលបងប្អូនមានការក្លែងបន្លំឯកសារឬក៏ក្លែងបន្លំព័ត៌មានណាមួយបងប្អូនចាគឺត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ដោយដែលមានចែងនៅក្នុងមាត្រា169និងមាត្រា171នៃច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មចា៎នាងខ្ញុំក៏សូមជម្រាបជូនបងប្អូនដែរថាការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាគឺមានរយៈពេល30ថ្ងៃនៃថ្ងៃធ្វើការហើយការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគឺមិនបានតម្រូវឲ្យបងប្អូននឹងធ្វើការបង់ប្រាក់នោះទេហើយព័ត៌មានលម្អិតយ៉ាងណាមួយនោះបងប្អូនអាចចូលទៅមើលវីដេអូមុនរបស់នាងខ្ញុំដែលនាងខ្ញុំបាននិយាយទាក់ទងទៅនឹងការស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាលើកដំបូងសម្រាប់ប្រជាជនខ្មែរយើងហើយវីដេអូរបស់នាងខ្ញុំចាគឺមានតែប៉ុណ្ណេះទេករណីដែលបងប្អូនមានចម្ងល់ត្រង់ចំណុចណាមួយមិនច្បាស់បងប្អូនអាចខមមិនសួរខាងក្រោមវីដេអូបានករណីដែលនាងខ្ញុំដឹងនាងខ្ញុំនឹងជម្រាបជូនបងប្អូនបន្ថែមទៀតសូមអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាជម្រាបលាជួបគ្នានៅវីដេអូលើកក្រោយ